ជំរាបសួរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយ Benly Cooking ថ្ងៃនេះដែរបាទរៀងឡើងគីឡូតិចហើយបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយដោយសារថាដេកសុកចឹងទៅបាននឹកឃើញបាទចង់ហូបបាទក្តាមឆាមឬខ្ចីពុកម៉ែបងប្អូនយើងទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនយើងទាំងអស់គ្នាយូរតទៅទស្សនាបាទរបៀបបាទធ្វើនៅបាទក្តាមឆាមឬខ្ចីជាមួយនឹងខ្ញុំទាំងអស់គ្នាថាមានគ្រឿងអីគេខ្លះនៅមុខម្ហូបមួយហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាក៏អាចបាទសាកធ្វើនៅមុខម្ហូបបាទមួយមុខនេះបាទហូបខ្លួនឯងបានដែរបើមានរសជាតិមិនកុំភ្លេចបាទជួយខមមិនក្រោមវីដេអូនេះម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរតោះទៅទស្សនាទាំងអស់គ្នាលើនេះដែរបាទយើងចាប់ផ្ដើមមករំលឹងខ្ទឹមសយើងបាទឲ្យឡើងឈ្ងុយបន្តិចសិនចាំយើងចាប់ផ្ដើមមកចាក់ជាមួយនឹងបាក់ក្តាមរបស់យើងចូលសម្រាប់បាក់ក្តាមនេះដែរបាទខ្ញុំប្រើកន្លះគីឡូបងប្អូនយើងទាំងអស់គ្នានឹងឯទៅសារថាហូបតាម្នាក់ពីរនាក់អញ្ចឹងបាទខ្ញុំឆាតាកន្លះគីឡូទេបងប្អូនយើងទាំងអស់គ្នាបន្តមកបាទយើងចាប់ផ្ដើមមកក្រូបក្រូបាទដើម្បីរងាស់ឲ្យវាបាទរៀងឆ្អិនបន្តិចសិនចាំយើងចាប់ផ្ដើមមកដាក់គ្រឿងចូលបន្ថែមទៀតឥឡូវនេះដែរឃើញថាបាក់ក្តាមយើងបាទរៀងឆ្អិនហើយពុកម៉ែបងប្អូនយើងទាំងអស់គ្នានឹងឯឥឡូវនេះដែរបាទយើងចាប់ផ្ដើមមកដាក់គ្រឿងចូលខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងបាទប្រេងល្ងទឹកត្រីប្រេងខ្យងអត់មកបាទយើងចាប់ផ្ដើមបាទដាក់ជាមួយនឹងទឹកម្ទេសឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទឆាវាបាទឲ្យរឿងបាទសពគ្រឿងគ្នាបន្តិចសិនចាំយើងចាប់ផ្ដើមមកចាក់ជាមួយនឹងបន្លែរបស់យើងចូលឥឡូវនេះដែរបាទយើងចាប់ផ្ដើមមកចាក់បន្លែបាទម្រេចខ្ចីយើងចូលមកសម្រាប់បន្លែហ្នឹងឯងបាទខ្ញុំមានជាមួយនឹងបាទខ្ទឹមបារាំងការ៉ុតបាទម្ទេសផ្លោកក៏ដូចជាបាទម្រេចខ្ចីពុកម៉ែបងប្អូនយើងទាំងអស់គ្នាយើងចាប់ផ្ដើមមកឆាវាបាទឲ្យរឿងបាទសពគ្រឿងគ្នាបន្តិចសិនទៅចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតសម្រាប់ភ្លើងដែលបងប្អូនយើងទាំងអស់គ្នាបាទឆាក្តាមដែរក៏បើកខ្លាំងពេកហ្នឹងហើយនេះដែរយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលទៀតយើងដាក់ជាមួយនឹងម្សៅស៊ុបប៊ីចេងស្ករសម្រេចឥឡូវនេះដែរបាទយើងចាប់ផ្ដើមបាទឆាវាបាទឲ្យរឿងបាទសពគ្រឿងគ្នាមកបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាក៏អាចបាទសាកធ្វើនៅបាទមុខម្ហូបបាទមួយមុខនេះបាទហូបខ្លួនឯងបានដែរហ្នឹងហើយហើយបើមានរសជាតិមិនកុំភ្លេចបាទជួយខមមិននៅក្រោមបាទវីដេអូនេះម្នាក់មួយផងឥឡូវនេះដែរឃើញថាបាទយើងបានឆាវាបាទសពគ្រឿងគ្នាល្អហើយយើងចាប់ផ្ដើមមកគ្រប់គ្រងបាទរមាស់វាចោលបន្តិចសិនទៅបងប្អូនយើងទាំងអស់គ្នាឥឡូវនេះដែរឃើញថាបាទក្តាមឆាម្រេចខ្ចីយើងក៏ចិត្តឆ្អិនហើយ 100% ហើយរបៀបបាទឆានៅបាទក្តាមម្រេចខ្ចីខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយបើមានអីបាទខុសឆ្គងត្រង់ណាដែលសមរម្យសូមបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសខ្ញុំផងឥឡូវនេះដែរយើងចាប់ផ្ដើមមកដាក់លឹកខ្ទឹមយើងចូលមកបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមមកឆាវាមកត្រឡប់ពីត្រឡប់ទៅឃើញថាបាទក្តាមឆាម្រេចខ្ចីយើងឃើញថាឆ្អិនហើយជាស្ថាពរហើយអរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសម្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះបើសិនជាការនិយាយស្ដីក៏ដូចជាបាទរបៀបបាទធ្វើនៅបាទក្តាមឆាម្រេចខ្ចីខ្ញុំបានមានអីខុសឆ្គងត្រង់ណាដែលមើលទៅវាអត់សមរម្យសូមបងប្អូនយើងទាំងអស់គ្នាបាទជួយខន្តីអភ័យទោសខ្ញុំផងនេះដែរបាទយើងចាប់ដើមបាទដួសបាទក្តាមយើងដាក់ចានមកបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយវីដេអូនេះដែរក៏សូមពឹងឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាកុំភ្លេចបាទជួយ follow page ក៏ដូចជាជួយ share វីដេអូនេះម្នាក់មួយផងហ្នឹងឥឡូវនេះដែរឃើញថាបាទយើងបានបាទដួសដាក់ចានហើយអស់ហើយក្តាមឆាម្រេចខ្ចីយើងក៏បានបាទឆ្អិនជាស្ថាពរដែរពុកម៉ែបងប្អូនយើងទាំងអស់គ្នាជាចុងក្រោយនេះដែរខ្ញុំបាទ Benly គោរពជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀតអរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសម្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះអរគុណច្រើន